ពាក្យថាបងប្អូនមិនអាចល្អជាមួយគ្នាបានគ្រប់ពេលប៉ុន្តែពាក្យថាបងប្អូនក៏អាចកាត់ដាច់ពីគ្នាបានដែរបងប្អូនអាចនឹងអត់មានពាក្យព្រោះនិយាយជាមួយគ្នាគ្រប់ពេលបងប្អូនអាចនឹងសម្ដែងអាការៈមិនសូវជាខ្វល់ខ្វាយពីគ្នាប៉ុន្តែបងប្អូនមិនអាចបោះបង់ចោលគ្នានៅក្នុងថ្ងៃដែលយើងកំពុងតែលិចលង់អាចខឹងអាចស្អប់អាចឆ្លោះអាចនឹងអត់និយាយហៅគ្នាប៉ុន្តែនៅក្នុងចិត្តដែលគិតថាគុំគួរឬមួយក៏ចង់បោះបង់គ្នាចោលទេយើងមានសំណាងកើតមកនៅក្នុងផ្ទៃតែមួយវាគឺជានិស្ស័យពេលដែលពួកយើងនៅក្មេងពួកយើងអត់ទាន់ដឹងទេថាក្តីស្រឡាញ់សម្រាប់បងប្អូនវាធំធេងមែនតើប៉ុន្តែនៅពេលដែលពួកយើងអាយុកាន់តែច្រើនយើងសម្លឹងមើលមុខអ្នកមានកូនរបស់យើងកាន់តែចាស់ទើបយើងដឹងថាអត្ថន័យនៃពាក្យថាបងប្អូនពិតជាមានន័យមែនតើហើយបើសិនជាបងប្អូនដែលយើងចេះស្រឡាញ់គ្នាគឺរឹតតែធ្វើឲ្យឪពុកម្ដាយរបស់យើងមានក្តីសុខ